លោកជូវិឡានេះបោកទាំងដៃទីធ្លាផងមានទំហំ2000ម៉ែត្រការ៉េម្ចាស់ផ្ទះប្រញាប់លក់ដូច្នេះហើយត្រូវការតែ300លានប៉ុណ្ណោះលោកអាចទិញផ្ដាច់តែម្ដងបានទេទិញមួយក្នុងនេះចុះជួយតែទៅម្ចាស់ផ្ទះខ្ញុំបន្តិចខ្ញុំចង់បានឲ្យឆាប់បំផុតចាម្ចាស់ផ្ទះនឹងមកដល់ឥឡូវនេះហើយលោកជូតើលោកជាអ្នកដែលទិញវិឡានេះមែនទេពិតជាចៃដន្យមែនទែនអមែនហើយសុខភាពនាងយ៉ាងម៉េចដែរអរគុណដល់ឆ្នាំងរបស់លោកទោះជាតិពិតក្នុងខ្លួនថងត្រូវប្រសាបអមែនប៉ុន្តែលោកគ្រូអ៊ូថាគេនឹងត្រូវរស់ទាំងរាងកាយទន់ខ្សោយគេប្រហែលជាមិនអាចរស់ដូចជាក្មេងធម្មតាបានទេលោកគ្រូអ៊ូក៏គ្មានវិធីអាចជួយព្យាបាលបានដែរពេលនេះលោកគ្រូអ៊ូកំពុងតែស្រាវជ្រាវវិធីផ្សំថ្នាំពីកុយយានតានក្នុងសិភៅឆ្នាំងបើបានសម្រេចនោះថងមានអាការអាចនឹងជាឡើងវិញអ្នកទាំងពីរស្គាល់គ្នាបើអញ្ចឹងយើងអាចបន្តធ្វើឯកសារផ្ទេរកម្មសិទ្ធិផ្ទះបានហើយមិនហើយមកចុះខ្ញុំភ្លេចខ្លួនលោកជូដោយសារតែលោកចង់ទិញផ្ទះនេះខ្ញុំសម្រេចចិត្តបញ្ចុះតម្លៃ100លានបន្ថែមទៀតបើអញ្ចឹងអរគុណនាងហើយសូមអបអរដែលលោកខ្លាយជាម្ចាស់វិឡាបរិយបៃឆឹងអ៊ីភីនពិតជាមិននឹកស្មានសោះថាខ្ញុំអាចមកនៅទីនេះបានតំបន់បៃឆឹងលីភីនដែលសម្បូរទៅដោយពួកអភិជនខ្ពស់ៗលោកជូគ្រឿងសង្ហារិមនៅក្នុងវិឡានេះសិតតែខ្ញុំកំងមកពីបរទេសខ្ញុំជូនលោកទាំងអស់ខ្ញុំត្រូវមើលថែថងវិញទេសិនហើយអូល្អអេឈប់សិនខ្ញុំអាចទៅសុខទុក្ខថងជាមួយនាងបានទេល្អលោកគ្រូអ៊ូថងយ៉ាងម៉េចហើយអាចរក្សាជីវិតបានតែសរសៃឈាមរាងកាយរងការខូចខាតខ្លាំងណាស់បើគ្មានថ្នាំគុជយានដានទីននោះរាងកាយរបស់គេគឺកាន់តែទ្រុឌទ្រោមការផ្សំថ្នាំគុជយានដានរបស់លោកតាដល់ណាហើយវិធីដែលបានកត់ត្រាទុកនៅក្នុងសៀវភៅឈិញណាំងមានលក្ខណៈទូទៅពេកហើយឱសថបុរាណជាច្រើនគឺបានផុតពូជខ្ញុំប្រើឱសថដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលមកចំនួនប៉ុន្តែថ្នាំដែលបានផ្សំចេញមកមានប្រសិទ្ធភាពទាបពេកថ្នាំគុជយានដាននេះអាចឲ្យខ្ញុំបានទេយកទៅចុះខ្ញុំនៅមានទៀតយយទៅអាចផ្លាស់ប្ដូរពីកម្រិតធម្មតាទៅជាកម្រិតខ្ពស់បានវាក៏អាចបង្កើនប្រសិទ្ធភាពថ្នាំបានដែរព្រះអើយឬមួយនេះជាថ្នាំគុជយានដានពិតមែនក្លិនពិតជាក្រអូបឈ្ងុយឈ្ងប់ធ្វើអារម្មណ៍ស្រស់ថ្លាមែនប៉ុន្តែខ្ញុំគួរផ្ទៀងផ្ទាត់យ៉ាងម៉េចទៅវាគឺជាថ្នាំមែនដែរឬអត់ទ្វាមិនចាក់សារទេសូមចេញចូលលោកគ្រូចៅសុំតោដែររំខានថងចេះចង់មកអរគុណលោកឲ្យបានសួស្តីថងពូឈ្មោះថាចៅហ្វានក្មួយហៅថាពូចៅក៏បានដែរពូចៅអរគុណដែលបានជួយជីវិតខ្ញុំហើយកូនខ្លាឃ្មុំដែលពូឲ្យខ្ញុំចិត្តខ្លាំងណាស់នេះគឺជានំខ្លាឃ្មុំដែលខ្ញុំនឹងមកធ្វើជាមួយគ្នាពូចៅជូនពូអរគុណហើយថងអរគុណហើយថងនេះជាស្ករគ្រាប់ដែលពូទៅទិញក្មួយសាក់ភ្លុំមើលឆ្ងាញ់ទេវ៉ាវពូចៅស្ករគ្រាប់ដែលពូទិញចេះរត់ផងគ្រាន់តែចូលមាត់ភ្លាមវារលាយផ្លែតែម្ដងខ្ញុំមិនទាន់ដឹងថាវាផ្អែមឬអត់ផងរលាយភ្លាមនៅក្នុងមាត់ទើបជាគុយយានដានពិតប្រាកដថងឬមួយថ្នាំដែលផ្សំឡើងដោយញញើទឹកគឺជារបស់ខ្លាំងខ្លាយទេលោកគ្រូអ៊ូថងយ៉ាងម៉េចហើយកាត់អីឬអត់ចំណែកណាពិតជាចំណែកណាលោកគ្រូអ៊ូមានរឿងអីធម្មពលដែលបាត់បង់របស់ក្មេងនេះគឺបានបំពេញមកវិញទាំងអស់ណាលោកគ្រូអូលោកនិយាយប៉ាត់មែនទេចុះមិនក៏គេក្អួតចិញ្ចៀមចឹងលោកគ្រូមុនពេលដែលគេគូតឈាមបានញ៉ាំអ្វីទេខ្ញុំឲ្យគេញ៉ាំស្ករគ្រាប់មួយគ្រាប់នេះគឺជាថ្នាំគុយយានដានលោកគ្រូហេតុអីគេលោកច្បាស់ថាជាថ្នាំគុយយានដានព័ត៌មានចិនឆ្អៅធ្វើឲ្យស្មារតីស្រស់ថ្លានេះគឺជាអ្វីដែលរៀបរាប់នៅក្នុងសៀវភៅឈិញណាំងថ្នាំគុយនេះគឺពិតជាល្អណាស់ថងញ៉ាំមួយគ្រាប់សោះសរសៃឈាមដែលខូចក៏បានជាមកវិញពាក់កណ្ដាលបើតាមល្បឿនបែបនេះមិនជួយទេគេប្រកាសជាអាចរត់លេងដូចក្មេងធម្មតាចេះជាមិនខានញយទៅពិតជាមានប្រសិទ្ធភាពមែនខ្ញុំពិតជាអាចដំឡើងគុយយានដានបានហើយម៉ាក់កូនឃ្លានចាកូនសម្លាញ់ចាំម៉ាក់ទៅធ្វើបាយឲ្យកូនញ៉ាំម៉ាក់កូនជាហើយកូនចង់ទៅផ្ទះវិញថងល្អណាស់កូនបញ្ញាប់អរគុណពូចៅភ្លាមទៅគាត់ជាអ្នកជួយជីវិតកូនម្ដងទៀតលោកពូចៅអរគុណណាស់មិនអីទេណែពូចៅមានស្ករគ្រាប់3គ្រាប់ទៀតណាក្មួយត្រូវញ៉ាំរាល់ថ្ងៃដើម្បីឲ្យរាងកាយរឹងមាំបាទពូចៅខ្ញុំចាំហើយលោកចៅខ្ញុំអរគុណណាស់នេះជាប្រាក់200លានដែលលោកបានថ្លៃផ្ទះពេលនេះខ្ញុំក៏ឲ្យលោកវិញចំណែកវេលានោះខ្ញុំចាត់ទុកថាជាកាដូអរគុណដែលលោកជួយកូនប្រុសខ្ញុំចាស់អាយ៉ាទទួលយកទៅនាងគឺជាគុណស្រីច្បងនៃតកូលជុនដែលជាតកូលអភិជននៅបឹងឆឹងវេលាមួយក្នុងសម្រាប់នាងមិនមែនជាបញ្ហានោះទេណែថ្ងៃក្រោយបើសិនជាមានការអីនាងអាចមករកខ្ញុំនៅបឹងឆឹងអ៊ីភីនបានចាល្អស៊ីវ៉ាន់ថ្នាំនៅសល់ទៀតឯទៀតហ៎បើរត់តែនៅក្នុងដៃរបស់លោកប្រហែលជាមាន10គ្រាប់ទៀតខ្ញុំចូលទាំងអស់លោកគ្រូ
ខ្ញុំពិតជាអាចឲ្យថ្នាំនេះទៅលោកបាន មែនទេ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយពេលនេះតទៅលោកត្រូវតែផ្គត់ផ្គង់ថ្នាំដែលលោកផ្សំឲ្យខ្ញុំរាល់ថ្ងៃគឺជាការដកដូរជាមួយនឹងថ្នាំគូយៀនដានខ្ញុំនឹងផ្ដល់ថ្នាំគូយៀនដានដល់ល្អឥតខ្ចោះឲ្យទៅលោកវិញជាមិនខានហើយចំណាយប្រាក់ចំណេញវិញពួកយើងចែកគ្នាម្នាក់ពាក់កណ្ដាលយ៉ាងម៉េចដែរ តែឯងមានថ្នាំដល់ល្អឥតខ្ចោះទៅហើយហេតុអីក៏ចង់បានថ្នាំអន់ៗដែលខ្ញុំផ្សំទៅ ហើយយ៉ារឿងនេះលោកគ្រូកុំបារម្ភអីគឺគ្រាន់តែថាព្រមឬអត់ ឡោតាមនឹងចុះ ពួកយើងសាកបញ្ចេញលក់មួយបាច់សិនទៅបើសិនជាលទ្ធផលល្អយើងនឹងបរិយាទីផ្សារឲ្យធំជាងនេះបន្តិច ឡោថ្នាំគួយជិនដាននេះឲ្យទៅលើដំណឹងថាលោកនោះគឺច្បាស់ជាមានគិតដណ្ដើមជាមិនខាន ញញួរទឹកឯងពិតជាអតិថិជនដំណើររបស់ខ្ញុំមែនប្រហែលថ្ងៃនេះឯងហត់នឿយហើយចាប់ខ្ញុំងូតទឹកហើយដុតធូបថ្វាយនិងដាក់តាំងបូជាឲ្យបានត្រឹមត្រូវលោកគ្រូថ្នាំគូយិនដាននោះតើលក់យ៉ាងម៉េចដែរទៅ ទូខ្លាំងណាស់ថ្នាំដបងត្រូវបានគិតដណ្ដើមទិញជុកអស់ហើយនៅពេលនេះគឺខ្ញុំផ្ទេរប្រាក់ចំណេញឲ្យឯងចំនួន600លាន គិតថាប្រហែលថ្ងៃសោះលក់បាន600លានផងហ៎លោកគ្រូលោកពិតជាកំពុងអ្នកចំណេញខាងលក់មែន ដោយសារតែថ្នាំនេះគឺជាថ្នាំទឹកខ្ញុំនៅមានអារម្មណ៍ថាលក់ថោកពេកហើយលោកខ្ញុំមកផ្ទេរឲ្យឆៃមើលទៅ ករណីលោកអ្នកទទួលបានប្រាក់600លានសូមពិនិត្យមើល ពេលនេះលោកខ្ញុំមានចិត្ត1000លានទៅហើយពេលនេះលោកខ្ញុំមានចិត្ត1000លានទៅហើយនៅទីបំផុតខ្ញុំក៏ខ្លាចទៅជាប្រភេទមនុស្សដែលធ្លាប់តែត្រូវគេស្អប់ខ្ពើមខ្លាចទៅជាអ្នកមានរហូតដល់សល់លុយបែបហ្នឹងហ៎ហើយយ៉ាអ្នកណាគេ ចាវ៉ានលើថាលោកមានថ្នាំគូយៀនជាមែនទេអាចជួយលោកតាខ្ញុំបានទេ ខ្ញុំនឹងទៅទីនោះភ្លាម ចាវ៉ានថ្នាំគូយៀនជាណែណា គឺនៅទីនេះឲ្យគាត់ហូបមកគ្រាប់ទៅដឹងហើយ នៅថ្នាំធ្វើអីទៀតបញ្ញាមកជួយបញ្ចុកលោកតាទេ ប៉ាចង្រៃឯងនេះចេញពីមុខរបស់យើងភ្លាមទៅឯងឲ្យគេបោកទិញដងរ៉ៃមាសចាស់អស់500លានធ្វើឲ្យយើងលក់មុខហើយយើងចាត់ទុកថាគ្មានកូនល្ងងដូចជាឯងទៀតនោះទេឯងឆាប់ចេញភ្លាមទៅចេញពីមុខរបស់យើងទៅ លោកតាសំណាងដែលមានថ្នាំរបស់ចាវ៉ានជួយតន់តែលោកតាឆាប់ដឹងខ្លួនឡើងវិញលោកតាកុំអាំងខាំងអី សៀវ៉ានឯងបានជួយជីវិតតាចាស់យើងទៀតហើយយើងមិនដឹងថាត្រូវអរគុណឯងយ៉ាងម៉េចឲ្យសមនោះទេលោកតាហួរកំគិតច្រើនពេកអីមិនខ្ញុំលឺលោកតានិយាយពីដងរ៉ៃមាសដែលបោះចោលតើមានរឿងអីកើតឡើងមែនទេណែ ហួរជើត្រូវបានគេរៀបចំគម្រោងបោកប្រាស់ចំណាយលុយ500លានទិញអណ្ដូងរ៉ៃមាសដែលគ្មានតម្លៃតកូលហួរមិនខ្វះលុយប៉ុណ្្នឹងទេប៉ុន្តែរឿងដែលគេមើលងាយបែបនេះតកូលហួរមិនព្រមបញ្ចប់ដោយងាយៗឡើយខ្ញុំប្រហែលជាអាចជួយដល់លោកតាបានណាអណ្ដូងរ៉ៃចាស់ក៏ជាអណ្ដូងរ៉ៃដែរបើប្រាញ់ញញួរទឹកតម្លើងកម្រិតប្រហែលជាអាចបង្កើតរ៉ៃមាសថ្មីឡើងវិញរឿងនេះពាក់ព័ន្ធជាមួយនឹងពួកអ្នកមាននៅបើឆឹងឯងកុំលូកដៃអីរឿងនេះស្មុគស្មាញណាស់ខ្ញុំនឹងឲ្យអាយ៉ាវដោះស្រាយបាត់ហើយចុះបើសិនជាលោកតាព្រមលក់អណ្ដូងរ៉ៃនោះមកឲ្យខ្ញុំវិញតើយ៉ាងម៉េចដែរសៀវ៉ានឯងនិយាយស្អី ណែឯងជាអ្នកនិយាយទេណាហាមដល់សម្ដីវិញ ប្តីកូនប្រុសនិយាយឲ្យមិនដល់វិញទេលោកទិញអណ្ដូងនោះមកតម្លៃ500លានមែនទេខ្ញុំឲ្យលោក600លានដើម្បីទិញបន្ត600លានមិនបានទេ បាទ600លានគឺបានហើយយើងចំណេញ1លានទៅគឺបានហើយ 400លានបានហើយ ថាម៉េច400លាននេះនាងមិនខាត់100លានទៅហើយទេ សៀវ៉ានបានជួយជីវិតយើងមិនលើសពី100លានទេអី បាទប៉ា សៀវ៉ានឯងយល់ថាយ៉ាងម៉េចបាន400លានក៏បានដែរអាយ៉ាវរៀបចំកិច្ចសន្យាទៅសៀវ៉ានឯងចំណាយលុយ400លានទិញដងរ៉ៃចាស់នឹងធ្វើស្អីប៉ាម៉ាក់របស់ខ្ញុំក៏ជាអ្នកស្រ័យចំការមួយជីវិតទៅហើយខ្ញុំចង់រៀបចំការសិដ្ឋានឲ្យពួកគាត់រស់នៅដើម្បីឲ្យគាត់សប្បាយចិត្តនៅក្នុងវិជ្ជាជីវៈក្មេងល្អកតញ្ញូមែននេះគឺជាសាយប្រាក់400លាន សម្រាប់ការសហការគ្នាម្ដងទៀត នេះហៅថាមានក្នុងមួយអាយធំទើបតិចខ្លួនបន្តិចអមែនហើយអាចដងខ្ញុំទៅមើលដងរ៉ៃនោះបន្តិចបានទេ លោកពូជួយជូនគាត់ទៅផង ឡោះ អណ្ដូងរ៉ៃនេះមើលទៅដូចជាត្រូវគេបោះបង់ចោលជាយូរមកហើយលោកហួរគួរតែអរគុណដែលបាននាំផ្លូវមិនអីទេលោកអាចទៅវិញមុនបានហើយ លោកនេះអរគុណឯងដែលបានជួយខ្ញុំថ្ងៃក្រោយទៅខ្ញុំលែងមើលងាយឯងហើយ ញញួរទឹកអតិថិជនសំណាងរបស់ខ្ញុំលើកនេះខ្ញុំចំណាយទុនអស់ច្រើនណាស់លោកត្រូវតែជួយដល់ខ្ញុំបង្កើតរ៉ៃថ្មីឲ្យបានច្រើនណាវ៉ាចេញពីអណ្ដូងរ៉ៃចាស់ចោលខ្លាចជាមានសរសៃរ៉ៃថ្មីភ្លាមតែម្ដងពីពេលនេះតទៅជើងហ្វានខ្ញុំខ្លាចតែជាម្ចាស់ភ្នំមាសហើយ ចង់ធ្វើអីថ្ងៃនេះជើងមកមើលរឿងចម្លែកនឹងឯងចំណាយលុយ500លានទិញរ៉ៃចាស់អញ្ចឹង គេជានរណា វានឹងឲ្យដបោជើងឲ្យទិញអណ្ដូងរ៉ៃចាស់នេះកូនប្រុសទី2តកូជីឈ្មោះជីសួរលោកហួរទី2ជាអ្នកសមាជិកទៅអ្នកខ្លួនឯងទេ ពេលនេះភ្នំរ៉ៃនេះគឺជារបស់ខ្ញុំទៅហើយឲ្យមកទីនេះដូចគ្មានការអញ្ជើញអញ្ចឹងដូចជាមិនសូវសមទេដឹង មិនសមត្ថថាមនុស្សល្ងងដូចជាឯងសោកចិត្តទិញអណ្ដូងចាស់នេះគ្រូក្បាលរបស់ឯងមានបញ្ហាមែនទេហេតុអីបានជិះទិញ ហ
នេះនេះមិនអាចទៅរួចទេខ្ញុំច្បាស់ណាស់ថាគឺឲ្យគេពិនិត្យហើយវាពិតជាគ្មានរ៉ែនោះទេហេតុអីក៏សាប់តែមានរ៉ែអញ្ចឹងពិតជាថ្មរ៉ែពិតមែនពិតជាថ្មរ៉ែពិតមែនចុះហ្វានឯងពិតជាមនុស្សព្រះប្រទានពរមែនរឿងដែលមិនគួរឲ្យជឿអាចជឿបានណារំខានលោកហួរទី2ផងជួយរកមនុស្សមកមើលវាបន្តិចដើម្បីកំណត់ទំហំសរសៃរ៉ែនិងចំនួនរ៉ែផងណាឡោះខ្ញុំនឹងទៅប្រាប់លោកប៉ាអាចារ្យចាញ់ភ្លាមនេះរ៉ែមាសពិតជាដងរ៉ែមាសមែនប៉ាអណ្ដូងរ៉ែនេះគឺបានពិនិត្យហើយថាពិតជាមានរ៉ែកម្រិតខ្ពស់ក្រោយការតម្លៃដើមចេញគឺមានតម្លៃជាង 2000 លានអណ្ដូងរ៉ែមានតម្លៃ 2000 លានតែកូនជីខ្ញុំលក់ខាតហើយសមមកហើយដៃចង់មកលេងសាច់ដែរជឹងណែបងប្រុសសម្រាប់ចិត្តហើយនៅថ្ងៃក្រោយខ្ញុំនឹងដើរតាមបងឲ្យខ្ញុំទៅលិចបងឲ្យជឿឆ្កែខ្ញុំមិនហ៊ានជឿមកទេនាងធំហួរតើមានមន្ទិលអីមែនទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាលោកចៅមានសំណាងពេកហើយមិនត្រឹមតែរកឃើញពុជស្រីទៅនៅផាពោះទេនៅរកឃើញសរសៃរ៉ែថ្មីក្នុងដងចាស់នេះទៀតគឺមកពីខ្ញុំមានសំណាងល្អតែប៉ុណ្ណោះនាងធំហួរកាត់មកលើកំណុំមាសប្រាក់នោះទៅជាសំណាងដ៏ពិតប្រាកដពិតជាសំណាងហើយដែលនេះមិនដេញដោលបន្តពីរឿងដូរ៉ែនេះពេលនេះចំនួនរបស់ខ្ញុំមានប្រភពច្បាស់លាស់ហើយអាចប្រាប់ប៉ាម៉ាក់បានហើយអាឡូម៉ាក់ឥឡូវនេះខ្ញុំមានហើយប្រប៉ាកូនជួគ្រូហើយមានអីម៉ាក់ឥឡូវនេះប៉ាយ៉ាងម៉េចហើយប៉ាកំពុងសគ្រូបាត់តាន់កូនក៏បញ្ញាក់មកសិវអានកូនមកហើយម៉ាក់តើប៉ាយ៉ាងម៉េចហើយនឹងប៉ែថាគាត់ផុតគ្រោះថ្នាក់ហើយប៉ុន្តែជើងគាត់ត្រូវពិការទៅថ្ងៃមកគាត់ប្រហែលជាដេកលើក្រែអស់មួយជីវិតហើយម៉ាក់យើងមិនត្រូវបោះបង់ចំណាយខាតម៉ាក់មិនបានទេយើងត្រូវបើឆឹងយើងត្រូវពេលដល់ប្រកែបំផុតទោះជាត្រូវអស់ប្រមាណក៏ខ្ញុំជាបាប៉ាជាដែរហីយ៉ាកូនប្រុសពេលទេវតាចិននេះមើលទៅមិនថោកទេយើងគ្មានលុយព្យាបាលទីកូនប៉ាកុំរំអីកូនមានអ្នកស្គាល់នៅទីនេះយើងអាចព្យាបាលបានមិនអស់លុយនោះទេនេះពេលព្យាបាលណាដែលថាមិនជុកលុយនោះគឺជាការពិតណាមែនហើយស៊ីហ្វានក៏មានភារហ៊ុនដែរលោកគឺជាឪពុកប្រកាសជាព្យាបាលមិនអស់លុយហើយមកឆាប់ឡើងលោកគ្រូសូមរំខានលោកផងប៉ាម៉ាក់លោកគ្រូជាពេទ្យឧបការម្នាក់មានគាត់នៅជើងរបស់ប៉ាប្រកាសជាអាចព្យាបាលបានជាមិនខាននោះទេមានអារម្មណ៍ចាំមិនដែរលទ្ធផលដែលល្អបំផុតដែលខ្ញុំអាចធ្វើបានគ្រាន់តែជួយឲ្យគាត់ឈរដោយកាន់ឈឺជ្រត់ប៉ុណ្ណោះបើចង់ឲ្យដើរដូចដើមនោះគឺពិតជាមិនអាចឡើយលោកគ្រូថ្នាំគូយិនដានក៏ជួយបានដែរថ្នាំទឹកនេះគឺសម្រាប់ស្ដាប់ធម្មពលជំងឺធ្ងន់ប៉ុន្តែពុកឯងគឺរបួសសរសៃពួរហើយនឹងឆ្អឹងថ្នាំនេះគឺមិនអាចជួយតបភ្ជាប់សរសៃបានលោកចូលនៅក្នុងសភៅឈីណាំងគ្មានវិធីព្យាបាលទេមែនទេស៊ីហ្វានគ្រូពេទ្យគឺជាមនុស្សមិនមែនទេវតាមិនអាចព្យាបាលជំងឺទាំងអស់បានឡើយគុណប្រុសកុំធ្វើឲ្យលោកពិបាកអីប៉ាមិនអីទេគ្រាន់តែដើមមិនបានប៉ាគឺអាចទទួលជោគបានប៉ាសុំប៉ាកុំបារម្ភអីកូននៅរកវិធីព្យាបាលឲ្យបានកូនបានទីវេលាមួយនៅ3ឆឹងថ្ងៃក្រោយប៉ាហើយនឹងម៉ាក់រស់នៅទីនោះឲ្យបានសេចក្តីសុខចុះកុំបារម្ភអីណាកូនប្រុសប៉ាពិតជាពូកែណាស់ដល់ថ្នាក់អាចទិញផ្ទះនៅបឹងឆឹងបានកូនប្រុសជើងប៉ាកូនយ៉ាងម៉េចហើយគាត់ជាមនុស្សរឹងមាំមានអំណួតបើគាត់ដេកលើក្រែមួយជីវិតអញ្ចឹងគាត់ទ្រាំមិនបានទេគាត់ទ្រាំបានយ៉ាងម៉េចទៅម៉ាក់សុំម៉ាក់កុំបារម្ភអីកូននៅរកវិធីព្យាបាលប៉ាក្រោយឡើងវិញបានពេលនេះនៅសល់តែវិធីចុងក្រោយមួយគត់គឺប្រើញញួនទឹកដើម្បីតម្លាក់កម្រិតជើងប៉ារបស់ខ្ញុំអណ្ដូងរាជាក៏អាចបង្កើតសរសៃថ្មីបានដែរតម្រាំតែជើងរបស់មនុស្សម៉ាក់ពេលនេះកូនពិតជាឃ្លានខ្លាំងណាស់បើអញ្ចឹងកូននៅមើលប៉ាកូនទៅម៉ាក់ទៅធ្វើអីឲ្យកូនញ៉ាំទោះជាតម្លាក់កម្រិតប៉ារបស់ខ្ញុំទៅជាបែបណាឲ្យតែគាត់អាចក្រោយឡើងបានខ្ញុំព្រមទាំងអស់ព្រះអើយមិននេះតាមមានរឿងអីខ្ញុំមើលអត់ច្រឡំទេនោះគឺជានេះជើងប៉ាជាហើយនេះមិនមែនជួយសពទេមែនទេប៉ាពិតជាអាចឈរបានមែនប៉ាមានអារម្មណ៍យ៉ាងម៉េចដែរហ្នឹងណាអារម្មណ៍ហ៎មានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់ដូចជាវិជាពេទ្យសម្រាប់ខ្លួនមើលទៅញញើទឹកក៏អាចតម្លាក់កម្រិតមនុស្សបានដែរមិនត្រឹមតែអាចព្យាបាលជំងឺប៉ាជាទេថែមទាំងអាចបង្កើនសមត្ថភាពផ្សេងទៀតប៉ាវាគឺជើងឯងអើយល្អណាស់ឯងអាចដើរបានហើយមកវាជើងខ្ញុំជាហើយ
អូយព្រះហើយអរគុណមេឃដីដែលជួយថែរក្សាមិនបានទេយើងត្រូវតែបែបពិនិត្យឲ្យច្បាស់លាស់ទៅអស់ចិត្តណាដឹងទេ តោះពួកយើងឆាប់ទៅលើភ្លាមទៅ តា ចាំងអានឹងប្រព័ន្ធប្រសាទរបស់គាត់គឺជាទាំងស្រុងហើយរាងកាយគាត់គ្មានបញ្ហាអ្វីទេមើលមិនដឹងថាគាត់ជាគាត់ទើបតែជួបគ្រោះថ្នាក់សោះ យ៉ាល្អណាស់បងប៉ាត់ជាមិនអីមែន ប៉ាមិនអីគឺល្អហើយថ្ងៃនេះយើងទៅវិញរៀបចំពិធីអបអរឲ្យធំទៅ បាទ ពួកឯងជាណា យើងលូជីវមិនធំទី2នៃពិភពងងឹតបងឈឹងឯងគឺជាជើហ្វានមែនទេមកជាមួយជើងមកអ្នកណាហ៊ានប៉ះកុំប្រុសជើង ប៉ា បាទកញ្ចាន់នេះនិយាយស្រួលបួលបាត់ជើងមិនចង់ អូយព្រះហើយ ហើយយ៉ាជើរបស់ប៉ាហើយយ៉ាជើរបស់ប៉ាក្រោយពេលដំឡើងកម្រិតទៅខ្លាំងមិនគួរជឿមែន ហើយđâyបានខ្ញុំខ្លាំងរត់ថ្នាក់នេះហ៎បើហ៊ានកម្រាយជើងនៅបាច់ឯងហើយ ហេបានខ្ញុំព្រមទៅជាមួយនឹងពួកឯងទៅចុះណាប៉ាម៉ាក់ត្រឡប់ទៅផ្ទះចាំកូនមុនទៅកូននឹងឆាប់មកវិញទេ ប៉ាម៉ាក់នឹងនៅចាំកូននៅឯផ្ទះ បាទ ដល់ទៅ តើមនុស្សល្អឯណាដែលណាជួបគ្នានៅកន្លែងបែបនេះទៅ ចូលបាត់បច្ច័យទៅតែបងធំខ្ញុំនាំខ្លួនជើហ្វានមកហើយជើហ្វានលើថៃមានអត់ដងរ៉ៃមីមិនដែរទេ នេះគឺដោយសារតែដងរ៉ាយមាសោះបើមិនតាមយ៉ាងម៉េច បើចង់រស់នោះប្រគល់អណ្ដងរ៉ៃនោះជួយឲ្យជើងមកមិនចឹងទេនោះពុកម៉ែរបាយកុំសង្ឃឹមថារស់បានឯសោះដឹងទេ បើឯងហ៊ានប៉ះពាល់ពួកគាត់សូម្បីតែចុងសរសៃសក់យើងនឹងធ្វើឲ្យពួកឯងរស់ក៏មិនបានស្លាប់ក៏មិនកើតដែរ យើងដើរក្នុងពិភពគុណរាប់សិបឆ្នាំមកហើយសូម្បីតែពួកមេប៉ាធំក៏ត្រូវតែក្រែងចិត្តជើងដែរឯងឃើញខាងមើលណាបងទៅបងរៀនវាបន្តិចភ្លាមទៅ បើយើងអាចដំឡើងកម្រិតបានអញ្ចឹងដៃល្អក៏អាចដំឡើងកម្រិតបានដូចគ្នាដែរព្រះអើយនេះគឺជាដៃគីលីនមែនទេមើលទៅញញទៅពេលដៃដំឡើងកម្រិតមនុស្សមិនត្រឹមតែអាចព្យាបាលបានទេនៅអាចខ្លាំងជាងមុនថែមទៀតផង វាមិនឆ្នះធ្វើបាបខ្លួនឯងគ្មានបច្ច័យទេអ្នក មនុស្សដូចជាពួកឯងនេះហេតុអីយើងត្រូវធ្វើបាបខ្លួនឯងយើងធ្វើបាបឯងវិញទៅត្រូវ ឯងចង់ងាប់ហើយមែនទេ